សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកបកស្រាយអំពីសុបិនគ្រីងត្បូងដែលជាសុបិនមួយមានន័យជ្រាលជ្រៅខ្លាំងតាមជំនឿបុរាណខ្មែរនិងការបកស្រាយតាមផ្លូវចិត្តតើសុបិននេះជាសញ្ញាល្អឬអាក្រក់ទី1អត្ថន័យទូទៅនៃសុបិនគ្រីងត្បូងតាមជំនឿបុរាណខ្មែរនិងទេសនាទូទៅត្បូងជានិមិត្តរូបនៃទ្រព្យសម្បត្តិសំណាងល្អអំណាចនិងតម្លៃខ្លួនឯងប្រាជ្ញានិងអនាគតភ្លឺស្វាងបើអ្នកសុបិនឃើញត្បូងជាញឹកញាត់វាជាសញ្ញាថាជីវិតអ្នកកំពុងឆ្ពោះទៅរកការរីកចម្រើនឬក៏មានឱកាសថ្មីៗកំពុងមកដល់ទី2សុបិនឃើញត្បូងភ្លឺរលោងបើក្នុងសុបិនអ្នកឃើញត្បូងភ្លឺចែងចាំងឬបញ្ចេញពន្លឺខ្លាំងនេះជាសញ្ញាដ៏ល្អបំផុតនឹងតួបានតំណែងល្អការងារឡើងជោគជ័យឬមានអ្នកជួយគាំទ្រសំខាន់ក្នុងជីវិតសម្រាប់អ្នករកស៊ីវាសម្គាល់ពីប្រាក់ចំណេញនិងឱកាសធំសម្រាប់អ្នកធ្វើការវាប្រាប់ពីការឡើងឋានៈឬការទទួលស្គាល់ទី3សុបិនរកឃើញត្បូងបើអ្នកសុបិនថាអ្នករកឃើញត្បូងដោយចៃដន្យឬជីកដីឲ្យឃើញត្បូងនេះមានន័យថាអ្នកនឹងរកឃើញឱកាសដែលមិនបានរំពឹងអាចមានលុយឬជោគជ័យមកភ្លាមឬរកឃើញសមត្ថភាពពិតរបស់ខ្លួនឯងសុបិននេះក៏ប្រាប់ថាកុំមើលងាយឱកាសតូចៗព្រោះវាអាចនាំទៅរកភាពជោគជ័យធំទី4សុបិនកាន់ត្បូងឬពាក់ត្បូងបើអ្នកសុបិនថាអ្នកកាន់ត្បូងក្នុងដៃឬពាក់ត្បូងជាចិញ្ចៀនខ្សែកឬមកុដវាសម្គាល់ថាអ្នកកំពុងកាន់កាប់អំណាចឬការសម្រេចចិត្តសំខាន់អ្នកមានតម្លៃខ្ពស់ក្នុងភ្នាក់អ្នកដទៃជីវិតអ្នកកំពុងមានស្ថិរភាពប៉ុន្តែវាក៏ជាការប្រុងប្រយ័ត្នផងដែរថាត្រូវប្រើអំណាចនិងប្រាជ្ញាឲ្យបានត្រឹមត្រូវទី5សុបិនឃើញត្បូងបែកឬបាត់សុបិននេះជាសញ្ញាប្រុងប្រយ័ត្នវាអាចមានន័យថាការបាត់បង់ឱកាសការសម្រេចចិត្តខុសឬការមិនថែរក្សាតម្លៃខ្លួនឯងវាប្រាប់ឲ្យយើងប្រុងប្រយ័ត្នក្នុងការចាយលុយការជឿលើមនុស្សនិងការសម្រេចចិត្តសំខាន់ក្នុងជីវិតទី6អត្ថន័យត្បូងតាមពណ៌ត្បូងក្រហមអំណាចសេចក្តីស្រឡាញ់កម្លាំងត្បូងខៀវប្រាជ្ញាសេចក្តីស្ងប់ចិត្តត្បូងបៃតងសុខភាពលុយកាក់ការរីកចម្រើនត្បូងសឬពេជ្រជោគជ័យធំនិងភាពបរិសុទ្ធពណ៌នីមួយៗមានន័យខុសៗគ្នាត្រូវចងចាំបរិបទសុបិនឲ្យបានច្បាស់សរុបមកវិញសុបិនឃើញត្បូងភាគច្រើនជាសុបិនល្អប៉ុន្តែសុបិនគ្រាន់តែជាសញ្ញាភាពជោគជ័យពិតប្រាកដត្រូវការការខិតខំប្រឹងប្រែងដោយខ្លួនឯងបើអ្នកធ្លាប់សុបិនឃើញត្បូងសូម comment នៅខាងក្រោមវីដេអូកុំភ្លេចចុច like និង subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពី Channel ដឹងតែតិចអរគុណជួបគ្នាវីដេអូក្រោយហេងទាំងអស់គ្នា